តារាម៉ូដែលបេឡារុសទៅលបួងមកថៃមុនជួញដូរទៅមីយ៉ាន់ម៉ាដើម្បីវះយកគ្រឿងក្នុងតារាចម្រៀងនិងម៉ូដែលសញ្ជាតិបេឡារុស Vera Krasova អាយុ26ឆ្នាំត្រូវបានរាយការណ៍ថាបានស្លាប់យ៉ាងសាហាវបន្ទាប់ពីត្រូវក្រុមអ ுக ្រិតជនលបួងមកប្រទេសថៃហើយបន្តនាំទៅប្រទេសមីយ៉ាន់ម៉ាដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការជួញដូរសរីរាង្គខុសច្បាប់តាមរបាយការណ៍របស់កាសែត Chusan Daily ចុះថ្ងៃទី17 ខែតុលាឆ្នាំ2025នាង Krasova ត្រូវបានគេបោកបញ្ឆោតឲ្យមកទីក្រុងបាងកកកាលពីខែមុនដោយអះអាងថានាងនឹងទទួលបានការងារធ្វើសម្ភាសនិងថតរូបជាម៉ូដែលក្រៅម៉ោងប៉ុន្តែពេលដល់ទីកន្លែងព័ត៌មានជាក់ស្ដែងបានបង្ហាញថានាងត្រូវក្រុមអ ுக ្រិតជនយកទៅភៀសខាងជើងប្រទេសមីយ៉ាន់ម៉ាតាមផ្លូវដោយលួចដកហូតទាំងលិខិតឆ្លងដែននិងទូរស័ព្ទក្រុមនេះបានវាយដំនិងគំរាមកំហែងដល់ជីវិតរបស់នាងបន្ទាប់មកបង្ខំឲ្យធ្វើការក្នុងបណ្ដាញឆបោកតាមអ៊ីនធឺណិតដែលត្រូវបានគេចោទថាជាផ្នែកមួយនៃប្រតិបត្តិការឧក្រិដ្ឋកម្មអន្តរជាតិក្រោយពេលមិនទាន់មានទំនាក់ទំនងជាមួយនាងអស់រយៈពេលមួយសប្តាហ៍ក្រុមគ្រួសាររបស់នាង Krasova ទទួលបានសារមួយពីមនុស្សមិនស្គាល់មុខប្រកាសថានាងបានស្លាប់ហើយទាមទារឲ្យផ្ញើប្រាក់ចំនួន$50,000ដើម្បីទទួលយកសាកសពត្រឡប់ទៅប្រទេសវិញប៉ុន្តែក្រោយពេលក្រុមគ្រួសារមិនអនុវត្តតាមក្រុមអ ுக ្រិតជនផ្ញើសារមកវិញដោយសារដល់ត្រជាក់ថាយើងបានបូជាសពរួចហើយកុំស្វែងរកនាងទៀតអីមិនត្រឹមតែប៉ុណ្ណោះក្រុមគ្រួសាររបស់នាងក៏ទទួលបានសារអនាមិកមួយទៀតដែលអះអាងថា Krasova ត្រូវបានលក់ទៅឲ្យអង្គការជួញដូរសរីរាង្គដោយមានការវះកាត់យកគ្រឿងក្នុងរបស់នាងចេញហើយសាកសពរបស់នាងត្រូវបានគេបូជារួចរាល់ករណីដ៏សាហាវនេះបានធ្វើឲ្យសាធារណជនទាំងក្នុងនិងក្រៅតំបន់អាស៊ីអាគ្នេយ៍ភ្ញាក់ផ្អើលនិងបង្ហាញពីហានិភ័យដ៏ធ្ងន់ធ្ងរនៃការជួញដូរមនុស្សនិងសរីរាង្គដែលកំពុងកើតឡើងក្នុងតំបន់បើទោះបីជាមានការការពារពីរដ្ឋាភិបាលនានាក៏ដោយជាពិសេសពាក់ព័ន្ធនឹងប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលដំណើរការដោយក្រុមអ ுக ្រិតជននៅប្រទេសថៃអាជ្ញាធរវៀតណាមថៃនិងមីយ៉ាន់ម៉ាកំពុងសហការស៊ើបអង្កេតដើម្បីរកចម្លើយថាតើមានអង្គភាពណានៅពីក្រោយប្រតិបត្តិការមនុស្សស្លាប់យ៉ាងសាហាវនេះហើយករណី Vera Krasova ក៏អាចក្លាយជាគេហៅថាសញ្ញាផ្ដល់ការព្រមានចំពោះស្ត្រីវ័យក្មេងដែលតែងតែទទួលការអញ្ជើញទៅធ្វើការនៅបរទេសដោយគ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ